ប្រឹងផលិតរបស់ល្អហើយទទួលរងនៅការវាយប្រហារថាអឺបាទតែខ្ញុំមិនធ្វើមានបញ្ហាសុខភាពមែនទេណាបងប្អូនណាបាទចូលបងប្អូនឲ្យជាច្បាស់ថាទឹកឃ្មុំឆៅគឺវាអត់មានបញ្ហាចំពោះសុខភាពទេបាទសូម្បីតែអ្នកទៅនោមផ្អែមក៏គេឲ្យប្រើទឹកឃ្មុំឆៅដែរបាទហេតុអីដោយសារតែអ្នកដែលប្រើទឹកឃ្មុំឆៅអ្នកចូលទៅអ្នកដែលនោមផ្អែមគាត់នៅឡើងជាតិស្ករក្នុងរយៈពេលដែលខ្ញុំប្រាប់ចឹងតែ30នាទីក្រោយការបរិភោគវាឡើងហើយបន្ទាប់មកវាឈាមបាត់អស់ហើយវាមានកកនៅក្នុងឈាមហើយកើតជាទំនោរផ្អែមទេហើយទី1អញ្ចឹងបានថាដុកទ័រថ្ងៃមុនមានក្រុមដុកទ័រគាត់មកពីភ្នំពេញគាត់ទិញបានគាត់ទិញហើយក៏សួររឿងហ្នឹងឯងគេថាទឹកឃ្មុំយកទៅដាក់ទូទឹកកកបានអត់យកទៅដាក់ចាក់ទៅក្តៅបានអត់ខ្ញុំថាដាក់អត់បានទេក្នុងទូទឹកកកដាក់ទៅខូចអង់ស៊ីមហើយចាក់ទៅក្តៅក៏ខូចអង់ស៊ីមដែរហើយអញ្ចឹងវាខ្លាយទៅជាស្ករធម្មតាហើយណាបាទអញ្ចឹងការថែរក្សាទឹកឃ្មុំក៏ត្រូវប្រយ័ត្នដែរចូលដល់ដុកទ័រហូបងប្អូនគេទិញយកទៅឲ្យគាត់ទិញយកទៅឲ្យម៉ាក់គាត់បាទភាសាពីព្រោះអាទឹកឃ្មុំហ្នឹងយើងពីព្រោះអ្នកដែលមានទៅនោមផ្អែមពីច្រើនគាត់ឃ្លានបាទគាត់ចង់អាជាតិផ្អែមហ្នឹងណាប៉ុន្តែពេលដែលគាត់បរិភោគគាត់ត្រូវប្រយ័ត្នរឿងអាហារហើយអញ្ចឹងទឹកឃ្មុំនេះវាផ្អែមខ្លាំងអញ្ចឹងយើងប្រើតែបន្តិចតួចវាអាចគ្រប់ចំណង់ដែលរាងកាយយើងត្រូវការអញ្ចឹងបាទអញ្ចឹងបើយើងប្រើប៉ះទឹកឃ្មុំឆៅវាអត់មានធ្វើ